សួស្តីបងបងថ្ងៃនេះខ្ញុំណែនាំម៉ាស៊ីនសម្រាប់ច្ពងជាមួយសួតម៉ាក Omron model NEC 803ចំពោះលក្ខណៈពិសេសនៃម៉ាស៊ីននេះគឺមានសំឡេងស្ងាត់ហើយរយៈពេលស្ពងត្រឹមតែ6ទៅ8នាទីតែប៉ុណ្ណោះហើយក្នុងមួយសេតនៃម៉ាស៊ីននេះមានតួម៉ាស៊ីនមួយម៉ាស់សម្រាប់ស្ពងកូនក្មេងមួយម៉ាស់សម្រាប់មនុស្សធំមួយហើយមួយនេះវិញគឺយើងប្រើប្រាស់សម្រាប់ច្ពងតាមមាត់ដែលអាចប្រើប្រាស់សម្រាប់ទាំងមនុស្សធំនិងកូនក្មេងហើយនេះគឺជាឧបករណ៍ដាក់សរោមប្រៃឬថ្នាំដែលគ្រូប៉ែបានចែកបញ្ជាក់ឲ្យបងហើយនេះគឺជាតួម៉ាស៊ីនទុយោសម្រាប់ភ្ជាប់ជាមួយនឹងតួម៉ាស៊ីនជាមួយនឹងឧបករណ៍ដាក់សរោមប្រៃនៅពេលដែលបងប្រើប្រាស់ឥឡូវខ្ញុំសូមប្រាប់បងពីតួនាទីនៃផ្នែកនីមួយៗនៅលើម៉ាស៊ីនចំពោះកន្លែងនេះគឺជាកុងតាក់សម្រាប់បិទនិងបើកនៅពេលដែលបងប្រើប្រាស់ហើយខាងលើនេះគឺជារុនសម្រាប់ដោតទុយោភ្ជាប់ជាមួយនឹងឧបករណ៍ដាក់សរោមប្រៃហើយនេះគឺជារុនសម្រាប់ដោតចាំងសាកពេលដែលបងប្រើប្រាស់ហើយចំពោះកន្លែងនេះវិញគឺជា air filter ដែលបងអាចផ្លាស់ប្ដូររយៈពេល6ខែម្ដងឥឡូវនេះខ្ញុំសូមប្រាប់បងពីរបៀបប្រើប្រាស់ម៉ាស៊ីនច្ពងនេះតែម្ដងដោយដំបូងយើងធ្វើការដោតឌុយជាមួយនឹងតួម៉ាស៊ីនបន្ទាប់មកយើងយកទុយោដោតភ្ជាប់ជាមួយនឹងតួម៉ាស៊ីនបងធ្វើការដោតឲ្យណែនឥឡូវនេះយើងចាប់ផ្ដើមដាក់សរោមប្រៃចូលទៅក្នុងឧបករណ៍ដាក់សរោមប្រៃបន្ទាប់ពីយើងដាក់សរោមប្រៃរួចរាល់យើងបិទគម្របឲ្យជិតបន្ទាប់មកយើងធ្វើការដោតទុយោភ្ជាប់ជាមួយឧបករណ៍ដាក់សរោមប្រៃនៅពេលដែលដោតរួចរាល់យើងធ្វើការជ្រើសរើសម៉ាស់ដោយខ្ញុំជ្រើសយកម៉ាស់ប្រើតាមមាត់បន្ទាប់មកយើងបើកកុងតាក់ចឹងដោយសារតែខ្ញុំជ្រើសយកម៉ាស់ប្រើតាមមាត់អញ្ចឹងពេលដែលបងមើលក្នុងវីដេអូហ្នឹងគឺអត់សូវឃើញចេញចំហាយទឹកទេហើយពេលដែលយើងឈប់ប្រើប្រាស់យើងធ្វើការបិទកុងតាក់ហើយដកទុយោចេញពីតួម៉ាស៊ីននិងឧបករណ៍ដាក់សរោមប្រៃនៅពេលដែលបងប្រើប្រាស់រួចរាល់បងចាក់សរោមប្រៃចេញពីក្នុងឧបករណ៍ដាក់សរោមប្រៃហើយរួចជាការស្រេចអរគុណ